បាទសួស្តីកូនចឹងថ្ងៃនេះលោកគ្រូមកបង្ហាញការបដូរប្រភេទរបស់យើងទៅជាចំនួនទស្សភាគហើយនឹងភាគរយបាទដោយសារកូនមួយចំនួនគាត់នៅច្រឡំរឿងដូរប្រភេទហ្នឹងទៅជាភាគរយបាទអញ្ចឹងគាត់នៅតែច្រឡំអញ្ចឹងថ្ងៃនេះលោកគ្រូបង្ហាញពីការបដូរប្រភេទរបស់យើងហ្នឹងបាទដែលតូចជាងឯកតាទៅជាទស្សភាគផងបាទទៅជាភាគរយផងអញ្ចឹងធម្មតាការបដូរពីប្រភេទទៅជាភាគរយយើងអាចធ្វើបានពីររបៀបបាទហ្នឹងហើយឥឡូវលោកគ្រូកុំឲ្យខាតពេលបាទលោកគ្រូបង្ហាញជំហានទី1គឺការបដូរប្រភេទរបស់យើងហ្នឹងទៅជាទស្សភាគសិនបាទហ្នឹងហើយអញ្ចឹងលោកគ្រូក៏បាទយកភាគយកនេះចែកនឹងភាគបែងតែម្ដងអញ្ចឹងយើងចេញជាទស្សភាគណាបាទហ្នឹងហើយបាទអញ្ចឹងយើងមកអនុវត្តអស់គ្នាអញ្ចឹងទី1យើងយក6ហ្នឹងបាទចែកនឹងបាទ25មកអញ្ចឹងយើងបានម៉ានអញ្ចឹងធម្មតាចំនួនគត់លេខ6នេះយើងចែកជាមួយនឹង25អត់កើតទេអញ្ចឹងយើងត្រូវថែម0បាទថែម0យើងត្រូវឲ្យ0កន្លែងនេះហើយយើងកាត់បៀសមកបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបានតំណាងចែកធំជាងហើយយើងចែកបានហើយអញ្ចឹងយើងត្រូវឲ្យប្រមាណដើម្បីបាទដកលេខ60នេះបានអញ្ចឹងលោកគ្រូគិតថា2ដងเนาะបើសិន3ដង75អញ្ចឹង2ដងឲ្យ2เนาะបាទអញ្ចឹង2បាន50បាទ50យើងដកមកយើងបានប៉ុន្មាននេះ0នេះ1អញ្ចឹងយើងចែកបន្តទៀតមកអញ្ចឹងយើងត្រូវថែម0បាទថែម0កន្លែងនេះអញ្ចឹងយើងឲ្យប៉ុន្មាន100មាន25ប៉ុន្មានដងគឺមាន4ដងเนาะបាទ4ដងបាន100បាទអញ្ចឹងយើងយកមកដកមកបាទអញ្ចឹង0បាទ0 0អញ្ចឹងយើងបាន6បាទ6ភាគ25នេះបើទៅជាទស្សភាគស្មើនឹង 0.20 បាទ4ហ្នឹងហើយមេរៀនរបស់យើងគេភ្ជាប់ឲ្យទៅជាភាគរយទៀតបាទអញ្ចឹងការរកភាគរយបាទន័យថាមួយចំនួនហ្នឹងធៀបនឹង100បាទអញ្ចឹងទី1បើសិនយើងរកភាគរយយើងអាចបើសិនយើងមានប្រភេទអញ្ចេះយើងយកប្រភេទនេះបាទគុណជាមួយនឹង100តែម្ដងបាទអញ្ចឹងដោយលោកគ្រូថាបើសិនយើងរកមួយរបៀបទៀតគឺយើងនេះធ្វើភាគបែងនេះឲ្យបាន100ហើយយើងធៀបជាមួយនឹងភាគយកនេះមកឧទាហរណ៍ថាកន្លែងនេះដើម្បីបាន100យើងត្រូវយក25គុណប៉ុន្មានគុណ4តោះនេះហ្នឹងហើយអញ្ចឹងកន្លែងនេះគុណ4បាន100កន្លែងនេះលេខ6នេះគុណ4បាន24បាទអញ្ចឹងស្មើនឹង24ភាគ100អញ្ចឹងបានន័យថាគឺ24ភាគ100អញ្ចឹងមួយទៀតគឺយើងរាប់តែម្ដងមកឧទាហរណ៍យើងមានទស្សភាគជាហើយយើងបដូរទស្សភាគនេះបាទទៅជាភាគរយតែម្ដងទី1គឺយើងយកទស្សភាគហ្នឹងគុណនឹង100តែម្ដងណាហើយទី2យើងអាចរាប់បាទរាប់ខ្ទង់ភាគ10បាទខ្ទង់ភាគរយអញ្ចឹងយើងទៅសេពីខ្ទង់នេះមកបាទបើសិនជាមាន2ខ្ទង់ណាបាទអញ្ចឹងយើងទៅសេ24ភាគរយតែម្ដងអញ្ចឹងយើងអាចរាប់អញ្ចឹងគឺលឿនឲ្យតែមានទស្សភាគយើងរាប់មកចុះបើសិនជាលេខឧទាហរណ៍លេខនេះលេខ2វិញបាទឧទាហរណ៍ 0.2 វិញអញ្ចឹងយើងរាប់ដូចគ្នាកន្លែងនេះខ្ទង់ភាគ10អញ្ចឹងបើសិនជាអត់តាន់ដល់ខ្ទង់ភាគរយទេយើងថែម0.1អញ្ចឹងវាបាន20%អាហ្នឹងឧទាហរណ៍សិនជាលេខយើងទៅមកខ្ទង់ភាគ10បាទហ្នឹងហើយតែបើសិនជាយើងមាន2ខ្ទង់ចេះយើងរាប់មកបាទហ្នឹងហើយអរគុណច្រើនអញ្ចឹងឥឡូវយើងបញ្ជាក់ថាតើត្រឹមត្រូវអត់អូនអាចយកនេះយកលេខនេះគុណនឹង100ឬក៏យក6ភាគ25នេះគុណ100ក៏ឃើញប៉ុណ្ណេះដូចគ្នាអញ្ចឹងលោកគ្រូឧទាហរណ៍យកលេខនេះគុណនឹង100បាទ0.បាទ0.24នេះគុណនឹង100មើលតើស្មើនឹង24ភាគរយអត់អញ្ចឹងយើងគុណមកកន្លែងនេះ
4 បាទកន្លែងនេះ2កន្លែងនេះ0បាទហើយយើងថែម0 2មកហើយយើងរាប់2ខ្ទង់មក1 2 1 2ឃើញទេអញ្ចឹងស្មើនឹង24បាទ 0.24.00 អញ្ចឹងស្មើនឹង24បាទឥឡូវយើងចូលមួយទៀតគឺកន្លែងនេះបាទកន្លែងនេះគឺយើងធ្វើដូចគ្នាបាទយើងយកលេខ5ចែក8មកបាទហ្នឹងហើយ5ចែក8បាទអញ្ចឹងលោកគ្រូសរសេរកន្លែងនេះ5នេះចែកជាមួយនឹង8អញ្ចឹងធម្មតា5ចែក8កើតយើងត្រូវថែម0ថែម0យើងឲ្យ0កន្លែងនេះកាត់ក្បៀសអញ្ចឹងយើងឲ្យប៉ុន្មានឲ្យ6เนาะបាទអូខេឲ្យ6បាន48អញ្ចឹង48យើងដកមកកន្លែងនេះដកកើតខ្ចីបាន10កន្លែងនេះសល់4ណាបាទអញ្ចឹងនៅនេះបាន2កន្លែងនេះ0អញ្ចឹងកន្លែងនេះយើងសំណល់សល់2អញ្ចឹងយើងថែម0យើងឲ្យប៉ុន្មានបាទ8បានដងបាន20ដក20បានអញ្ចឹង2ដងเนาะបាទ2បាន16យើងដកមកកន្លែងនេះ1កន្លែងនេះបាន10អញ្ចឹងយើងដកមកបាន4បាទកន្លែងនេះហើយ0អញ្ចឹងយើងថែម0មួយទៀតឲ្យប៉ុន្មានឲ្យ5เนาะ5បាន40បាទអូខេអញ្ចឹង40ដក40 0អញ្ចឹងយើងបានកន្លែងនេះទួសភាគគឺ0.625បាទហ្នឹងហើយអញ្ចឹង0.625តើស្មើនឹងភាគរយស្មើនឹងប៉ុន្មានភាគរយបាទអញ្ចឹងកន្លែងនេះមានដល់3ខ្ទង់បើសិនជាយើងរាប់បាទយើងរាប់ខ្ទង់ភាគ10ខ្ទង់ភាគរយខ្ទង់ភាគពាន់បើយើងចង់ឲ្យលេខនេះទៅជាប្រភេទវិញយើងអាចសរសេរបាន625ភាគ1000ចុះបើសិនជាយើងរកត្រឹមភាគរយអញ្ចឹងយើងគ្រាន់តែអង្កលមកអង្កលត្រឹមនេះបាទអង្កលចុចមកត្រឹមនេះខ្ទង់ភាគ10ត្រឹមនេះខ្ទង់ភាគរយអញ្ចឹងបានន័យថាយើងសរសេរ62.25ភាគរយព្រោះយើងអង្កលមកត្រឹមនេះគឺខ្ទង់ភាគរយអញ្ចឹងបើសិនយើងរកភាគរយយើងអាចរំកិលក្បៀសតាមនេះក៏លឿនឬមួយក៏អូនយកចំនួនតួសភាគនេះបាទចំនួនតួសភាគហ្នឹងគុណនឹង100តែម្ដងបាទឥឡូវលោកគ្រូគុណឲ្យតែម្ដងបាទតើស្មើនឹងប៉ុណ្ណឹងដែរទេតោះនេះហ្នឹងហើយអញ្ចឹងលោកគ្រូគុណនឹង100អញ្ចឹងអត់ពិបាកទេគុណនឹង100ឬក៏1000យើងគុណតែលេខហើយនឹងលេខមកបាទលោកគ្រូគុណមក1 5ដង5 1 2ដង2 1 6ដង6 1 0ដង0អញ្ចឹងយើងរាប់0កន្លែងនេះដាក់ចុង1 2 1 2ហើយយើងរាប់កាត់ក្បៀសវិញ1 2 3 1 2 3ឃើញទេអញ្ចឹងយើងស្មើនឹង62.5%បាទអញ្ចឹងមាន2វិធីហ្នឹងឬមួយបើសិនជាគេឲ្យជាប្រភេទអញ្ចេះបាទហ្នឹងហើយគេឲ្យជាប្រភេទអញ្ចេះអូនយកប្រភេទហ្នឹងគុណនឹង100តែម្ដងក៏ឃើញដូចគ្នាដែរណាអញ្ចឹងលឿនបាទយើងគុណនឹង100ហ្នឹងគឺលឿនជាងដែលយើងហូបនេះដូចថា8ហ្នឹងគុណប្រហែលបាន100អញ្ចឹងទៅអញ្ចឹងវាលំបាកអញ្ចឹងយើងយកប្រភេទហ្នឹងគុណ100គឺឬក៏យកទស្សភាគហ្នឹងគុណនឹង100តែម្ដងបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះ